Hello，同学们好，欢迎到这个视频。所以今天我哋落มาវិញសម្រាប់វីដេអូថ្មីថ្ងៃនេះលោកsưនឹងលើកយកការតែងប្រយោគមានគ្នាខ្លះគាត់សួរថាតើធ្វើម៉េចដើម្បីតែងប្រយោគភាសាចិនឲ្យបានល្អហើយទៅសេវាឬក៏តែងវាឲ្យបានវែងណាអញ្ចឹងនៅក្នុងវីដេអូនេះគូនឹងលើកយកចំណុចសំខាន់ការតែងប្រយោគភាសាចិនគឺវាទាមទារឲ្យអ្នកនរគ្នាស្គាល់ពីផ្នែកជាមូលដ្ឋាននៅក្នុងប្រយោគសិនអញ្ចឹងលោកsưបានធ្វើវីដេអូមួយអំពីការបង្កើតប្រយោគងាយៗនៅក្នុងភាសាចិនក៏ប៉ុន្តែនៅក្នុងចំណុចនេះគ្រូនឹងលើកយកការសរសេរប្រយោគភាសាចិនពីតូចទៅធំមានថាពីធម្មតាទៅជាច្រើនណាប្រយោគធម្មតានៅក្នុងភាសាចិនគឺយើងសរសេរ subject បូកជាមួយនឹង verb បូកជាមួយនឹង object តែយើងនិយាយជាភាសាចិន注意加动词加宾语 Is okay understand yeah នេះគឺជាចំណុចសំខាន់មួយចឹងអ្នកគ្នាអាចយកវាទៅបង្កើតបានដោយជាទៅនៅក្នុងការរៀនភាសាបរទេសគេតែងតែយក人称代词ឬក្នុងភាសាអង់គ្លេសគេហៅថា subject pronoun មានដូចជា我你我们你们他们អូខេយើងអាចយកមកនិយាយថាយើងតែអញ្ចឹងអាចយកមកនិយាយក្នុងភាសាចិនបានទូទៅណាក៏ប៉ុន្តែនៅក្នុងចំណុចមួយដែលខុសពីនឹងទៀតគឺមានន័យថាអ្នកនរគ្នាមានកិច្ចស័ព្ទឬក៏មានកម្មបត្តិដែលអាចយកប្រើបានឧទាហរណ៍就是我可以给你几个句子中文句子就是第一我喜欢你我喜欢你ខ្ញុំចូលចិត្តអ្នក你看到这是什么មានខ្លះ我មានខ្លះទៀត喜欢មួយចុងក្រោយគឺពាក្យថា你我喜欢你បន្តមកទៀតទី2យើងអាចយកមកនិយាយថា我洗衣服我洗衣服我洗衣服洗衣服នឹងគឺមានថាខ្ញុំបោកសម្លៀកបំពាក់អញ្ចឹងមានខ្ញុំមានបោកហើយនឹងសម្លៀកបំពាក់គួរអត់ចំណាយពេលវេលាយូរក្នុងវីដេអូនេះគូលើកខ្លីៗងាយដើម្បីអ្នកគ្នាយល់បើសិនអ្នកគ្នាចង់សរសេរប្រយោគនឹងទៅជាវែងអ្នកគ្នាអាចថែមមួយចំណុចទៀត subject បូកជាមួយនឹងទីកន្លែងបូកជាមួយនឹងកិច្ចសាស្ត្របូកមួយកម្មបត្តិហើយនៅកន្លែងមុខទីកន្លែងហ្នឹងយើងប្រើពាក្យចាយអញ្ចឹងឧទាហរណ៍ subject បូកចាយទីកន្លែងកិច្ចសាស្ត្រកម្មបត្តិឧទាហរណ៍他在市场买东西他在市场买东西ខុសពីពាក្យថា我去市场买东西ខុសគ្នាណាមួយ去គឺជា direction ទីដៅឯងអញ្ចឹងពីរនឹងខុសគ្នាមួយ在市场买东西我在图书馆看书可以我在图书馆看书我在学院学习汉语我在学院学习汉语我在大学学习数学我在大学学习数学看到吗我那个ខ្ញុំ在大学对不对吗在大学学习数学សាមញ្ញមែនតើអ្នកគ្នាណាអញ្ចឹងយើងអាចយកទៅប្រើបាននៅក្នុងទម្រង់ទូទៅមួយសម្រាប់ភាសាចិនហើយបើសិនបើឆ្ងល់ឯណាឬក៏អត់យល់ឯណាសួរសើបន្ថែមទៀតអូខេដល់នេះអាចបង្កើតវិញជានឹងបានទៀតនៅក្នុងការបង្កើតប្រយោគចំណុចទី3គឺការប្រើប្រាស់ពេលវេលានៅក្នុងប្រយោគរបស់យើងអ្នកគ្នាក៏អាចយកមកដាក់បានដែរប្រធានបូកជាមួយនឹងពេលវេលាទីកន្លែងកិច្ចសព្ទកម្មបត្តិឧទាហរណ៍我早上在家学习中文我早上在家学习中文អូខេឬក៏អ្នកគ្នាអាចយកមកនិយាយមកថាម៉េចវិញទៀត我下午在图书馆看书ពេលរសៀលខ្ញុំអានសៀវភៅនៅបណ្ណាល័យអូខេ我下午在图书馆看书ជាអាចយកមកនិយាយបាននៅក្នុងភាសាចិនយ៉ាងងាយមែនតើណាអញ្ចឹងនេះគឺជាចំណុចមួយដែលអ្នកគ្នាត្រូវប្រើប្រាស់វាបាទហើយមានប៉ុណ្ណឹងសម្រាប់ថ្ងៃហ្នឹងហើយបើសិនបើមានសំណួរអីបន្ថែមទៀតឬក៏ចង់ដឹងអីបន្ថែមអត់ច្បាស់សូម comment អូខេហើយកុំភ្លេចធ្វើលំហាត់ practice វាបើសិនចង់ចេះភាសាចិននេះគឺជារបៀបនៅក្នុងការសរសេរពីប្រយោគខ្លីក្នុងភាសាចិនអូខេ how to make a short okay convert to short sentence to long sentence in Chinese is a very easy one you don't need to take
a long time to practice Chinese language, but the most important thing for the first step, you have to find out what the key component of Chinese sentences, because there are many people, there are many students, they don't know how should start from. Okay, which component is most important, how pattern in Chinese language is a work in the sentence. So it is the most important one. So you try to take it and then you practice it. Once again, subject plus time, place, verb, and object. And then you can make from short sentence to long sentence. It's a very easy one. Thank you everyone. See you again for the next video. Thank you.